ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់នៅក្នុងទីនេះមានព្រះយោសមេតាចន្ទសុជនព្រះនៃធរអនុគុណនិងប្រជាធិការវត្តអន្តវនារាមទួលស្វាយជ្រុំវត្តចង្កានដងនៅក្នុងស្រុកចង្កានលើខេត្តកំពង់ចាមជាប្រធារៈដោយសេចក្តីគោរពថ្វាយបង្គំចំពោះព្រះសវណ្ណបញ្ញាទេពសវណ្ណប្រជាព្រះវិន័យធរអនុគុណនិងជាប្រជាធិការវត្តទួលព្រះរាជានៅស្រុកកោះធំខេត្តកណ្ដាលដោយសេចក្តីគោរពថ្វាយបង្គំចំពោះព្រះអាលីណូអេងអុលជាព្រះគ្រូសុតស្ដាំវត្តខ្មែរអារីសូណានិងវត្តខ្មែរទូសុនដោយសេចក្តីគោរពថ្វាយបង្គំប្រធារៈមានលោកគ្រូខិនជីនព្រះចរិយាមនីប្រជាធិការវត្តជោតរាំងសីក្បាលកោះដុំចិននិងប្រធារានុធេរៈគ្រប់ព្រះអង្គក្រុមគ្រួសារធម្មជាតិបាសការនុគង់និងញោមជាម្ដាយនៅក្នុងទីនេះស្រាប់ថែរក្សាទីឋាននេះជាទីមនោរម្យនៃចិត្តបងជាទីមនោរម្យនៃចិត្តហៅថារមណីយដ្ឋាននៅក្នុងរមណីយកសូត្រសង្យុត្តនិកាយទេវតាសង្យុត្តសកទេវរាជបានសាកសួរព្រះសម្មាសម្ពុទ្ធតតងទៅនឹងរមណីយដ្ឋានតើទីណាគឺជាទីរមណីយៈគឺជាទីមនោរម្យនៃចិត្តរបស់ពុទ្ធបរិស័ទពាក្យរមណីយដ្ឋាននេះមានច្រើនប្រសូតតែព្រះអង្គសម្ដែងដូចជានៅក្នុងមហាគោលសង្ឃសាលវ័នមហាគោសង្ឃសាលសូត្រទី1ទី2ក៏ព្រះអង្គសាកសួរអំពីរឿងតកតងទៅនឹងរមណីយដ្ឋាននឹងដែរប៉ុន្តែចម្លើយខុសគ្នាបន្តិចក្នុងន័យតែមួយជាពិសេសពាក់ព័ន្ធនឹងរមណីយកដ្ឋានទីជាទីមនោរម្យនៃចិត្តនេះបើយើងនិយាយតាមពាក្យគឺកន្លែងណាដែលយើងចូលមកហើយជាទីរីករាយជាទីពេញចិត្តការពីយប់ម្សិលមួយថ្ងៃអាត្មាទៅជាមួយលោកគ្រូមហាទេពហ្នឹងមានសំណួរមួយចូលទៅហាងទូរស័ព្ទហ្នឹងជាទូរស័ព្ទ$100ជូនញោមស្រីអាត្មាហ្នឹងគាត់សុំទូរស័ព្ទជួយទៅដល់ទៅអ្នកលក់2នាក់ក្មួយស្រីតូចអាយុប្រហែល9ឆ្នាំរុះរាយចេះវាយបង្គំប្រសងចេះយកចិត្តទុកដាក់មានទឹកមានអីចឹងទៅរត់ទទួលប្រសងហើយអ្នកលក់មួយទៀតអ៊ីហ្នឹងគេក្មេងដែរទេគាត់សួរថាចិត្តហេតុអីបានពេលដែលគាត់ឃើញយាយតាស្លៀកសពាក់សអីដើរមកឬក៏ផ្សងមកដូចតែគាត់មានអារម្មណ៍ថាសប្បាយចិត្តរីករាយអាហ្នឹងក៏ជារមណីដែរជាគ្រឿងរីករាយនៃចិត្តអញ្ចឹងយើងសរុបសេចក្តីមកថាការរីករាយនៃចិត្តគឺជាសេរីភាពរបស់ចិត្តពេលណាដែលចិត្តយើងមានសេរីភាពពេលនោះឯងគឺជាទីរីករាយនៃចិត្តមានសេរីភាពនៅពេលណានៅក្នុងព្រះពុទ្ធសាសនាក្នុងការអភិវឌ្ឍឬការអប់រំចិត្តហ្នឹងនៅថ្នាក់កណ្ដាលហ្នឹងគឺចិត្តមានសេរីភាពតកតងទៅនឹងការផ្សាយនៅមេត្តាចិត្តបើយើងនិយាយនៅក្នុងសិលសមាធិបញ្ញាដែលជាឫសគល់នៃពុទ្ធសាសនាចូលដល់ថ្នាក់សមាធិប៉ុន្តែថ្នាក់សមាធិហ្នឹងទាល់តែចិត្តហ្នឹងប្រាស្ចានៅពាសិនប្រាស្ចានៅពាប្រាស្ចានៅវេរាប្រាស្ចានៅកាមគុណចិត្តដែលប្រាស្ចានៅកាមគុណទាំង5ចិត្តដែលប្រាស្ចានៅនិវរណធម៌ទាំង5ចិត្តដែលប្រាស្ចានៅ
អកុសលទើបចិត្តនឹងមានសេរីភាពចិត្តនឹងរីករាយហើយបានធ្វើនៅការផ្សាយនៅមេត្តាចិត្តដល់ទៅកាន់ទិសទី1ទិសទី2ទី3ទី4ណាយើងនិយាយសាមញ្ញថាទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងហើយបានទិសខាងលើទិសខាងក្រោមនិងទិសជុំវិញក្នុងមេត្តាសូត្រលោកប្រើពាក្យថាតិរិយ៉ាងទិសកណ្ដាលហ្នឹងគឺទិសជុំវិញនឹងឯងទិសអនុទិសណាយើងសូត្របរតិមាយតិសាយៈបរតិមាយៈអនុតិសាយៈមានទិសបន្តបន្ទាប់ទិសខាងត្បូងទិសអាគ្នេយ៍ទិសតសិនទិសនិរដីទិសបស្ចិមទិសពាយ័តទិសឧត្តរទិសឦសានអញ្ចឹងទិសទាំង8បូករួមខាងក្រៅមួយខាងលើមួយជាទិសទាំង10ការផ្សាយមេត្តាចិត្តទៅកាន់ទិសទាំង10នឹងឯងជាចិត្តប្រកបដោយសេចក្តីស្រឡាញ់បុគ្គលដែលចម្រើនរឿយចិត្តយើងនឹងមានសេរីភាពចិត្តយើងនឹងតូទុនទៅបុគ្គលដែលមានសេចក្តីចម្រើនរឿយជួបគ្នាឥឡូវឧទាហរណ៍ថាយើងអង្គុយកន្លែងនេះណាយើងអង្គុយកន្លែងនេះប្រសិនបើកន្លែងហ្នឹងជាកន្លែងដែលមិនមានសេរីជាកន្លែងដែលមិនមានសេចក្តីស្ងប់មិនមែនជាកន្លែងដែលបដិបត្តិមិនមែនជាកន្លែងដែលសមាទាននៅសិលជាដើមទេអញ្ចឹងយើងចូលមកយើងអត់មានសេរីភាពទេចិត្តរបស់យើងចិត្តយើងអត់ស្ងប់ទេយើងអង្គុយបិទភ្នែកទៅទោះបីតែបុគ្គលហ្នឹងជាបុគ្គលដែលមិនមានពៀពីក្នុងចិត្តរបស់ខ្លួនឯងប៉ុន្តែខ្លាចថាមានពៀពីខាងក្រៅខ្លាចគេបៀតបៀនដូចថាកន្លែងហ្នឹងជាកន្លែងមិនមានសន្តិសុខមិនមានសុវត្ថិភាពបើមិនប៉ះពាល់ខ្លួនឯងក៏ព្រួយបារម្ភខ្លាចគេឆក់គេយកបបោកខ្លាចបិទភ្នែកទៅតិចគេមកយកទូរស័ព្ទបិទភ្នែកទៅគេយកនេះយកនោះដែរចិត្តរបស់យើងអត់មានសេរីភាពប៉ុន្តែឥឡូវនេះយើងអង្គុយកន្លែងនេះយើងអត់បារម្ភទេអញ្ចឹងយើងអត់បារម្ភអត់មានខ្លាចអ្នកណាមកយកកបោកយើងអត់មានអ្នកណាមកយកអីរបស់យើងទេអត់មានអ្នកណាមកបៀតបៀនយើងទេទីនេះគឺជាទីរមណីយដ្ឋានដោយសារយើងអត់មានការបារម្ភយើងអត់មានការភ័យខ្លាចអញ្ចឹងត្រឡប់មកបុគ្គលវិញពេលណាដែលយើងឃើញបុគ្គលទាំងអស់នោះគឺយើងឃើញនៅសេចក្តីល្អបរិសុទ្ធទើបធ្វើឲ្យយើងមានអារម្មណ៍សេរីមានអារម្មណ៍ជ្រះថ្លាអារម្មណ៍ចិត្តរបស់យើងទន់តូទៅនឹងសុខជាមួយនឹងបុគ្គលទាំងអស់នោះចឹងបាននិយាយនៅក្នុងប្រវត្តិដែនសក្កៈកបលភ័ស្ត្រណាជានគរកំណើតរបស់ព្រះសម្មាសម្ពុទ្ធរបស់យើងនឹងនិយាយពីប្រវត្តិរបស់ទីក្រុងកបលភ័ស្ត្រឬកបលវត្ថុកបលវត្ថុនឹងបានន័យថាជាទីរស់នៅរបស់កបលតបោះកបិលៈហ្នឹងគឺជាឈ្មោះរបស់តបោះហើយនឹងវត្ថុហ្នឹងបានន័យថាលំនៅលោកនិយាយថាទីនោះគឺជាទឹកដីជ័យភូមិមិនបានថាជ័យភូមិតបោះហ្នឹងទៅវាយទៅដើមពីគេមកឈ្នះគេឬក៏យ៉ាងម៉េចឬក៏អ្នកដែលទៅកន្លែងហ្នឹងទៅបង្ក្រាបអ្នកដតីបានឬក៏យ៉ាងម៉េចមានអំណាចលើអ្នកដតីឬក៏យ៉ាងម៉េចប៉ុន្តែពាក្យជ័យភូមិក្នុងទីនេះបានន័យថាការរស់នៅរបស់តបោះហ្នឹងគាត់រស់នៅប្រកបដោយព្រហ្មវិហារធម៌ការរស់នៅរបស់គាត់ហ្នឹងគឺប្រកបដោយព្រហ្មវិហារធម៌តែម្ដងការផ្សាយនៅមេត្តាការផ្សាយនៅករណាមុទិតាឧបេក្ខារបស់គាត់ទៅកាន់ទិសទាំង10ទៅកាន់ទិសទាំង10អញ្ចឹងសត្វសាហាវដេញចាប់មកឧទាហរណ៍ខ្លាដេញចាប់មរឹកដេញចាប់សត្វក្តាន់សត្វប្រើសអីមករត់មកដល់តំបន់ហ្នឹងគឺសត្វទាំងអស់ហ្នឹងមានសភាពស្មើគ្នាមានសភាពស្មើគ្នាយ៉ាងម៉េចស្មើគ្នាដោយអំណាចសត្វក្តាន់ក៏មានអំណាចស្មើសត្វរាជសីឬក៏សត្វតោសត្វខ្លាបានន័យថាសត្វទាំងអស់ហ្នឹងគឺចេះស្រឡាញ់គ្នាសំដូចដែលព្រះអង្គទ្រង់សុបិនមិត្ត
សបិននិមិត្តមុននឹងព្រះអង្គត្រាស់ដឹងនោះញាតិញោមចាំមហាសបិននឹង5របស់ព្រះសម្មាសម្ពុទ្ធទេណាណាព្រះអង្គសបិននិមិត្តមួយក្នុងចំណោមទាំង5ហ្នឹងឃើញពពួកសត្វទាំងអស់មកអំពីទិសទាំង4មានពណ៌សម្បុរផ្សេងគ្នាមានអំណាចផ្សេងគ្នាមានកិរិយាផ្សេងគ្នាប៉ុន្តែពេលចូលមកទៀបកុលយុគលបាតបានន័យថាទៀបព្រះអង្គសត្វទាំងអស់នោះคล้ายទៅជាពណ៌តែមួយមានពណ៌តែមួយគឺសត្វពណ៌សដូចគ្នាទាំងអស់ចង់បានន័យថាមកអំពីវណ្ណៈណាក៏ដោយមកអំពីគ្រួសារណាក៏ដោយមកអំពីអំណាចបែបណាក៏ដោយមកអំពីយ៉ាងណាក៏ដោយពេលចូលកាន់ព្រះពុទ្ធសាសនាគឺមានវណ្ណៈតែមួយគឺសក្យបុត្រមានពណ៌សប្រកបដោយការបដិបត្តិបរិសុទ្ធដោយសិលមាននៅទឹកចិត្តបរិសុទ្ធប្រកបដោយសមាធិមាននៅការត្រាស់ដឹងគឺបញ្ញាបរិសុទ្ធដោយវិមុតតិអញ្ចឹងសិលសមាធិបញ្ញានេះគឺធ្វើឲ្យពុទ្ធសាសនិករបស់យើងនឹងតែមួយនៅពេលដែលយើងជាពុទ្ធសាសនិកទី1គឺយើងអត់មានចិត្តបៀតបៀនកាយវាចារបស់យើងមិនបៀតបៀនចិត្តរបស់យើងមិនបៀតបៀនយើងចូលដល់ដំណាក់កាលនៅក្នុងពុទ្ធសាសនារបស់យើងនេះដល់តែយើងអប់រំបន្ថែមតិចម្ដងទៅរហូតដល់យើងមាននៅសេចក្តីបរិសុទ្ធតែមួយគឺវិមុតតិហ្នឹងគឺសេចក្តីបរិសុទ្ធតែមួយការរួចផុតតែមួយបើនិយាយពីរសមានរសតែមួយគឺវិមុតតិរសគឺការរួចស្រឡះហើយការរួចស្រឡះនេះគឺចេញឡើងកាត់ចេញអំពីការបដិបត្តិខាងដើមដែលជួនកាលដែលយើងអត់បានយកចិត្តទុកដាក់ជួនកាលយើងអត់បានចាប់អារម្មណ៍ឧទាហរណ៍ដូចញាតិញោមយើងសមាទានសិល5អញ្ចឹងមានសិល5រាល់ថ្ងៃប៉ុន្តែយើងអត់បានយកសិលរបស់យើងហ្នឹងទៅញ៉ាំងនៅសេចក្តីបរិសុទ្ធថ្នាក់លើទៀតឲ្យកើតបានទេគិតថាអូខ្ញុំត្រូវតែទៅអង្គុយបដិបត្តិសមាធិខ្ញុំត្រូវតែសិក្សារៀនសូត្រចម្រើនបញ្ញាខ្ញុំត្រូវតែអញ្ចេះខ្ញុំត្រូវតែអញ្ចោះវាត្រូវតែវារឿងនៅខាងមុខប៉ុន្តែអ្វីដែលខ្លួនឯងមានហ្នឹងយើងអត់បានបណ្ដោះបន្ថែមទេយើងលះបង់ចោលនៅបព្វភាកៈបដិបត្តិរបស់យើងណាបងលះបង់នៅបព្វភាកៈរបស់យើងតែទាំងដែលយើងនឹងនាំគ្នាស្ដាប់នាំគ្នានិយាយរឿយថាសិលគឺជាបាតសទ្ធាគឺជាបាតបានន័យថាជាខាងដើមជាគ្រឿងតម្រយើងនិយាយប៉ុន្តែយើងអត់យកសិលសទ្ធាសិលរបស់យើងទានរបស់យើងនឹងយកទៅឲ្យជាបាតពិតប្រាកដទេនេះញាតិញោមយើងអ្នករៀនធម៌មកនិយាយខ្លីៗអញ្ចឹងទៅណាសិលជាបាតសទ្ធាជាបាតសទ្ធាដែលយើងតម្កល់ទុកល្អហើយគឺជាបាតនៃកុសលគ្រប់យ៉ាងនៅក្នុងគម្ពីរអង្គត្រនិកាយតសកនិបាតព្រះអង្គនិយាយអំពីលំដាប់នៃការត្រាស់ដឹងលំដាប់នៃការត្រាស់ដឹងក៏មានសិលជាខាងដើមសិលរបស់យើងនេះឯងដែលញាតិញោមរក្សានៅសិល5គឺការមិនបៀតបៀនសេចក្តីមិនបៀតបៀននេះឯងកុំឈប់នៅត្រង់ហ្នឹងយើងមានពេលល្ងាចក្តីព្រឹកក្តីឬក៏គ្រប់ពេលណាដែលយើងអាចមានពេលវេលាសម្រាប់ពីការងារក្តីក្នុងការងារក្តីយើងគួរតែអភិវឌ្ឍសិលរបស់យើងកុំនៅគ្រាន់តែជាសិលញាតិញោមអាចយល់បានណាសមាធិបរិធាវិតាំងសីលੰសិលដែលបុគ្គលចម្រើនឬក៏សម្អាតឬក៏ចម្រើនភាវនាបន្ថែមដោយសមាធិគឺជាសិលដ៏ល្អ
ជាសិលដែលមានផលច្រើនជាសិលដែលមានអានុភាពច្រើនអានុភាពនឹងផលរបៀបម៉េចអានុភាពនឹងផលនោះគឺតកតងទៅនឹងការសម្អាតសិលរបស់យើងសិល5របស់យើងសាមញ្ញទេប៉ុន្តែបើយើងគិតឲ្យខ្លាំងគឺមិនមែនធម្មតាដូចដែលយើងយល់នោះទេមិនមែនមនុស្សគ្រប់គ្នាចេះតែរក្សាសិល5នេះបានទេមិនមែនមនុស្សគ្រប់គ្នាមានសិល5ហើយអាចញ៉ាំងសិលនឹងឲ្យល្អបរិសុទ្ធបាននោះទេអញ្ចឹងសិលដែលយើងមានហើយយើងគួរតែចំណាយពេលមាននៅសទ្ធាជាមួយសិលរបស់យើងយ៉ាងហោចណាស់យើងសរុបសេចក្តីព្រោះយើងអានអត្ថបទមួយពេញក៏មានផ្ដើមសេចក្តីមានសេចក្តីកដាលក៏មាននឹងសេចក្តីបញ្ចប់ដូចគ្នាអញ្ចឹងពេលល្ងាចបើរវល់ខ្លាំងណាស់ក៏មួយសប្តាហ៍ម្ដងឬក៏ពីរដងសរុបសេចក្តីទៅថ្ងៃនេះយើងបានធ្វើអីខ្លះសម្រាប់ព្រះសង្ឃគឺព្រះសម្មាសម្ពុទ្ធព្រះអង្គអប់រំឲ្យមានជារៀងរាល់ល្ងាចប៉ុន្តែពុទ្ធបរិស័ទយើងក៏អាចធ្វើបានព្រោះធម៌ហ្នឹងមិនមែនសម្រាប់ទៅព្រះសង្ឃទេអញ្ចឹងក្នុងល្ងាចហ្នឹងយើងបានមួយថ្ងៃហ្នឹងយើងបានធ្វើអ្វីខ្លះយើងត្រូវជ្រះថ្លាក្នុងសិលរបស់យើងពេលណាដែលយើងពិចារណាក្នុងមួយថ្ងៃនេះអាត្មាអញអត់បានបៀតបៀនសត្វដទៃទេអាត្មាអញអត់បានធ្វើឲ្យសត្វដទៃកើតទុក្ខទេអាត្មាអញអត់បានទៅបៀតបៀនទៅបង្កចំនួនបង្កបញ្ហាជាមួយបុគ្គលណាមួយទេអាត្មាអញអត់បានលួចទ្រព្យសម្បត្តិចិត្តគំនិតសំបីតែចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃក៏អាត្មាអញអត់មានដែរជាដើមសិលទាំង5ហ្នឹងយើងពិចារណាការពិចារណាដោយពិតប្រកបនៅក្នុងសិលរបស់យើងនេះអានឹងឈ្មោះថាបរិភាវិតៈបរិភាវិតៈហ្នឹងវាធំជាងភាវិតៈភាវនានឹងបន្តិចបរិភាវិតៈហ្នឹងបានន័យថាយើងចម្រើនតួទៅបានន័យថាសិលរបស់យើងហ្នឹងប្រៀបដូចជានៅក្នុងបាតដៃរបស់យើងអញ្ចឹងណាដូចជាកែវមณีមួយនៅក្នុងបាតដៃរបស់យើងហ្នឹងយើងអាចបង្វិលមើលគ្រប់ជ្រុងទាំង8យើងអាចមើលឃើញពណ៌យើងអាចមើលឃើញអ្វីដែលនៅក្នុងកែវនោះវាថ្លាវាស្អាតយ៉ាងណាសម្លឹងមើលក្នុងរូបរាងកាយរបស់យើងប្រៀបដូចជា scan ណាគេហៅ CT scan ហ្នឹងគឺ scan ខ្លួនប្រាណយើងទាំងអស់ហ្នឹងអញ្ចឹងគេអាចមើលឃើញទាំងអស់ថាតើកាយរបស់យើងនឹងបានបៀតបៀនអ្វីដែរឬទេក្នុងមួយថ្ងៃហ្នឹងយើងមិនបាច់គិតរឿងអតីតកាលទេគេគិតទៅវាច្រើនអត់ចប់ទេពេលវេលាយើង5នាទីឬក៏10នាទីត្រឹមតែមួយថ្ងៃនឹងប៉ុណ្ណោះបើយើងមានពេលច្រើន scan ពីអតីតកាលមកមានបាបខ្លះមានបុណ្យខ្លះវាច្រើនអញ្ចឹងយើង scan យើងធ្វើពេលពិចារណាហ្នឹងតែមួយថ្ងៃហ្នឹងចុះដល់ពេលយើងពិចារណាទៅអត់មានការបៀតបៀនសិលរបស់យើងបរិសុទ្ធនៅពេលដែលមានសិលបរិសុទ្ធហើយហ្នឹងសេចក្តីសប្បាយកើតឡើងណាសេចក្តីរីករាយនៃចិត្តកើតឡើងថាអាត្មាអញបានបៀតបៀននៅសត្វដទៃទេក្នុងមួយថ្ងៃនេះ